រឿងពិតនៃទាហានថៃមានពីនកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបួនខ្មោចទាហានថៃម្នាក់តែបានស្លាប់ដោយសារតែចូលមកឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានឋានៈដឹកនាំជាន់ខ្ពស់យោធាថៃមកចូលរួមបួនខ្មោចទាហានម្នាក់យ៉ាងអធិកអធមបែបតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានមុខតំណែងខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបញ្ជាឲ្យមកចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃក្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតនៅក្នុងព្រៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់ខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងតែគេធ្វើយ៉ាងអធិកអធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេប្រឹងយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅចោលដូចសត្វធាតុបើយកខ្មោចមិនបានវិញគេបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះគឺពួកមេដឹកនាំឈ្លានពានខំអោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតបានបាត់អស់លើផែនដីទៅហើយនោះនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាតែវាសនាខុសគ្នាស្រឡះថាពេលនៅរស់ទៅក្រែងលោមានវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ